និទានរឿងខ្មែរនេះគឺជាសាច់រឿងរន្ធត់មួយដែលផ្អែកលើបរិយាកាសពិតនៃភូមិស្រុកកាលពីជាង20ឆ្នាំមុនដែលជាសម័យកាលសម្បូរដោយការផឹកស៊ីតាមវាលស្រែនិងចំនួនពាក្យសម្ដីរហូតដល់មានការបង្ហូរឈាមរឿងខ្មោចកំបុតក្បាលកាលពីជាង20ឆ្នាំមុននៅក្នុងភូមិដាច់ស្រយាលមួយនារដូវច្រូតកាត់ដែលខ្យល់រងាកំពុងបក់បោកកាលនោះមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់ដោយបច្ចុប្បន្នទេមានតែពន្លឺចង្កៀងប្រេងកាតនិងពន្លឺប្រខែដ៏ស្រអាប់តាមដំបូលផ្ទះស្លឹកដើមហេតុនៃសោកនាដកម្មដ៏រន្ធត់នេះគឺដំបូងឡើយមានបុរសម្នាក់ឈ្មោះណៃផាន់ជាមនុស្សចូលចិត្តផឹកស្រាសស្រាថ្នាំនៅល្ងាចថ្ងៃកើតហេតុផាន់និងមិត្តភក្តិ 4-5 នាក់ទៀតបានបបួនគ្នាអង្គុយផឹកស៊ីនៅក្រោមដើមជ្រៃក្បែរមាត់ស្រះទឹកចុងភូមិកាន់តែស្រវឹងសម្ដីក៏ចាប់ផ្ដើមធំទំនាស់ពាក្យសម្ដីរឿងចាញ់ឈ្នះក្នុងការងារស្រែចម្ការក៏កើតមានឡើងក្នុងចំណោមនោះមានម្នាក់ឈ្មោះណៃសុកដែលជាមនុស្សមានចិត្តសាហាវបានខឹងសម្បានឹងការជេរប្រមាថរបស់ផាន់យ៉ាងខ្លាំងសុកបានស្ទុះទៅទាញកាំបិតផ្កាក់ដែលសៀតនៅចង្កេះរួចកាប់សម្ដៅទៅកផាន់មួយកាំបិតយ៉ាងពេញទំហឹងសំឡេងឆាច់បានបន្លឺឡើងក្បាលរបស់ផាន់បានដាច់ធ្លាក់ចូលទៅក្នុងស្រះទឹកចំណែកដងខ្លួនដែលនៅអង្គុយលើគ្រែបាញ់ឈាមចេញមកដូចទឹកបាញ់មុននឹងដួលទៅលើដីម្នាក់រត់ប្រសាចោលគ្នាទាំងយប់អធ្រាត្រខណៈដែលសពដងខ្លួនរបស់នៃផាន់ត្រូវបានគេតម្កល់ឃ្វើបុណ្យតែមិនទាន់រកក្បាលឃើញស្រាប់តែមានរឿងចម្លែកកើតឡើងក្នុងយប់នោះខ្យល់ព្យុះបោកបក់មកយ៉ាងខ្លាំងចង្កៀងប្រេងកាតនៅមុខមឈូសបានរលត់ទាំងអស់សំឡេងក្អកដូចមនុស្សកំពុងឆ្លក់ឈាមបានបន្លឺឡើងចេញពីក្នុងមឈូសពេលញាក់ភូមិអ៊ុចភ្លៀងឡើងវិញគេឃើញមានស្នាមជើងឈាមដើរចេញពីមឈូសសំដៅទៅផ្ទះរបស់ណៃសុកដែលនៅចុងភូមិម្ខាងទៀតមិត្តភក្តិម្នាក់ដែលធ្លាប់ផឹកជាមួយឈ្មោះណៃចយបានដើរត្រឡប់មកពីមើលល្ខោនយប់ជ្រៅពេលដើរកាត់មាត់ស្រះកើតហេតុគេឃើញណៃផាន់អង្គុយបែរខ្នងនៅលើគ្រែឫស្សីដដែលចយមិនទាន់ដឹងថាផាន់ស្លាប់នោះទេក៏ស្រែកសួរផាន់មកអង្គុយធ្វើអីយប់ហ្នឹងផឹកទៀតមែនស្រាប់តែរូបរាងនោះងាកមកយឺតប៉ុន្តែអ្វីដែលចយឃើញមិនមែនជាមុខមនុស្សទេគឺមានតែដងខ្លួនដាច់កំបុតក្បាលបាត់ដែលមានឈាមខ្មៅខាប់កំពុងហូររឹមភ្លាមនោះដៃដែលគ្មានក្បាលរបស់ខ្មោចផាន់បានស្ទុះមកចាប់កចយយ៉ាងណែនរួចខ្សឹបសួរដោយសំឡេងចេញពីក្នុងទ្រូងថាឯងជួយកាប់អញដែរមែនទេចយភ័យសន្លប់បាត់ស្មារតីលុះព្រឹកឡើងញាក់ភូមិឃើញគេដេកហូរទឹកមាត់ក្បែរមាត់ស្រះនោះចាប់តាំងពីថ្ងៃនោះមកញាក់ភូមិលែងហ៊ានដើរកាត់ផ្លូវនោះនៅពេលយប់ទៀតហើយរឿងរ៉ាវចម្លែកបានកើតឡើងជាបន្តបន្ទាប់ញាក់ភូមិដែលចេញតែដាក់ទ្រូឬឆ្លុះសัตว์ពេលយប់តែងតែឮសំឡេងក្រលួចយំសួរថាឃើញក្បាលអញទេជួយរកក្បាលអញផងមានអ្នកខ្លះបានឃើញបុរសម្នាក់ស្លៀកសារងចាស់ដើរទៅដើរមកតាមមាត់ស្រះប៉ុន្តែនៅលើស្មាមិនមានក្បាលឡើយមានតែឈាមហូរស្រោចខ្នងយុវជនដែលចូលចិត្តទៅអង្គុយផឹកក្បែរនោះតែងតែត្រីខ្មោចឡងដោយការក្រវ៉ែងដុំដីចូលក្នុងវងផឹកឬឃើញមនុស្សម្នាក់មកឈរពីក្រោយខ្នងប៉ុន្តែពេលងាកទៅមើលឃើញតែខ្លួនដែលគ្មានក្បាលនិយាយពីណៃសុកដែលជាឃាតករបានសំងំនៅក្នុងផ្ទះបិទទ្វារជិតព្រោះភ័យខ្លាចប្រលឹងខ្មោចផាន់តាមរកในយប់ទី7ណៃសុកឮសំឡេងអ្វីមួយយ៉ាងធ្លាក់លើដំបូលផ្ទះឌឹបឌឹបឌឹបដូចជាមានគេបោះបាល់រំពេចនោះក្បាលដែលហើមស្ពុលនឹងមានដង្កូវរបស់ណៃផាន់បានធ្លាក់ចុះមកតាមចន្លោះដំបូលសង្កសីចំពីមុខណៃសុកតែម្ដងភ្នែកផាន់បើកធំសម្លឹងមើលសុកទាំងកំហឹងរួចរមៀលមកជិតជើងណៃសុកហើយនិយាយថាក្បាលអញនៅក្នុងទឹកត្រជះណាស់មកដេកជាមួយអញទៅព្រឹកឡើងញាក់ភូមិបានរកឃើញសាកសពណៃសុកដេកស្លាប់នៅមាត់ស្រះទឹកកន្លែងដែលផាន់ស្លាប់អ្វីដែលរន្ធត់បំផុតនោះគឺខ្លួនរបស់ណៃសុកត្រូវបានជាប់នៅក្នុងភក់ក្នុងស្រះក្នុងសភាពដាច់ខ្យល់ស្លាប់ទាំងភ្នែកនៅបើកក្រលួងដូចជាបានឃើញអ្វីដែលគួរឲ្យខ្លាចផុតបំផុតមុនពេលស្លាប់
ក្រោយពីឃាតករស្លាប់ទៅក្បាលរបស់នายផាន់ក៏ត្រូវបានគេរកឃើញនៅក្នុងស្រះនោះមែនដោយជាប់នឹងឫសដើមជ័យចាប់តាំងពីពេលនោះមកទោះបីជាខ្មោចលែងតាមសងសឹកទៅប៉ុន្តែអ្នកភូមិនៅតែនិយាយតគ្នាថាបើផឹកស៊ីយប់ជ្រៅហើយឮសំឡេងមនុស្សសួររកក្បាលដាច់ខាតគុំងាកក្រោយឲ្យសោះក្រោយពីសាកសពរបស់នายសុកត្រូវបានគេរកឃើញនិងក្បាលរបស់នายផាន់ត្រូវបានស្រង់ចេញពីបាតស្រះមកវិញអ្នកភូមិដឹកនាំដោយចាស់ទុំនិងក្រុមគ្រួសារសពបានសម្រេចចិត្តរៀបចំពិធីបុណ្យរួមគ្នាមួយយ៉ាងធំគ្រូអាចារ្យដែលមានអាគមខ្លាំងពូកែម្នាក់បានធ្វើកិច្ចតាមបែបបុរាណដើម្បីភ្ជាប់ព្រលឹងដែលវិវល់ឲ្យមកជួបជុំគ្នាវិញគេបានយករូបក្បាលដែលរលួយស្ទើរមើលមិនយល់នោះមកដាក់ផ្គុំជាមួយដងខ្លួនក្នុងមឈូសរួចសូត្រធម៌រំដោះគ្រោះនិងប្រោះព្រំទឹកមុនជុំវិញមឈូសដើម្បីរំងាប់កំហឹងដែលចេះឆ្អួលរបស់ខ្មោចផាន់នៅយប់ចុងក្រោយនៃពិធីបុណ្យបងស្រីរបស់នายផាន់បានយល់សប្តិឃើញនายផាន់មកជួបលើកនេះផាន់មិនមែនមកនៅសភាពឈាមស្រោយខ្លួនដូចមុនទេគឺគេស្លៀកពាក់ស្អាតបាត់មុខមាត់ស្រក់បោះប៉ុន្តែនៅមានស្នាមសន្លាក់ដាច់ត្រាំងកបន្តិចផាន់បាននិយាយទាំងញញឹមឥឡូវខ្ញុំបានក្បាលមកវិញហើយអ្នកដែលធ្វើបាបខ្ញុំក៏បានទទួលកាន់ពីរបស់គេដែរខ្ញុំលែងមានអ្វីជំពាក់ជំពិនទៀតហើយខ្ញុំសូមលាអ្នកទាំងអស់គ្នាទៅតាមផ្លូវរបស់ខ្ញុំចាប់តាំងពីថ្ងៃបូជាសពនៃផាន់រួចមកសំលេងយំសួររកក្បាលនិងស្រមោលមនុស្សអត់ក្បាលដែលធ្លាត់ឡងបន្លាចអ្នកភូមិក៏រលាយបាត់ទៅសូន្យឆ្លឹងដើមជ្រៃធំក្បែរមាត់ស្រះដែលធ្លាប់តែមានបរិយាកាសត្រជាក់ស្រែបក៏ត្រឡប់មកជាមានភាពកក់ក្ដៅហើយមានសំឡេងសត្វយំធម្មតាឡើងវិញអ្នកភូមិបាននាំគ្នាដុតធូបនៅកន្លែងកើតហេតុដើម្បីសុំខមាទោសនិងសុំសេចក្តីសុខរឿងរ៉ាវរបស់នายផាន់បានក្លាយជាមេរៀនប្រដៅកូនចៅជំនាន់ក្រោយថាសុរានិងកំហឹងនាំមកនៅវិនាសកម្មហើយទោះបីជា20ឆ្នាំបានកន្លងទៅហើយក៏រឿងនេះនៅតែជារឿងរ៉ាវដែលគេដំណាលប្រាប់គ្នារាល់ពេលអង្គុយជុំជើងចង្រែននាដៅរងាសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចំណាយពេលស្ដាប់ការនិទានរឿងខ្មោចកំបុតក្បាលតាំងពីដើមរហូតដល់ចប់សូមជួយ Subscribe Channel របស់ខ្ញុំផងដើម្បីទទួលបានរឿងខ្មោចបន្តទៀត